ពាក្យសម្ដីគឺជាអំណាចអញ្ចឹងក៏បានន័យថាម៉េចបងប្អូនបើសិនជាយើងចេះប្រើពាក្យសម្ដីក៏បានន័យថាយើងចេះប្រើអំណាចផ្ទាល់ខ្លួនរបស់យើងដែរផ្ទុយទៅវិញនៅពេលដែលយើងអត់ចេះប្រើប្រាស់ពាក្យសម្ដីក៏បានន័យថាយើងជាមនុស្សម្នាក់អត់ចេះប្រើប្រាស់អំណាចក្នុងខ្លួនដែរបើទោះបីយើងជានរណាក៏ដោយបាទបងប្អូនអានេះជាឃ្លាមួយដែលខ្ញុំដកស្រង់ចេញពីសៀវភៅ The Four Agreements របស់លោក Miguel Ruiz ជាទស្សនវិទូជនជាតិតូតិចបុរាណប្រទេសមិចស៊ិកណាបាទអញ្ចឹងឃ្លានឹងមានន័យមែនទេបងប្អូនហើយគាត់បានរំលឹកយើងថាកុំប្រើពាក្យសម្ដីនិយាយបង្ខូចគេអ្នកដទៃកុំប្រើពាក្យសម្ដីនិយាយឲ្យអ្នកដទៃឈឺចាប់កុំប្រើពាក្យសម្ដីអវិជ្ជមានចំពោះអ្នកដទៃនិងខ្លួនឯងឃើញទេបងប្អូនឃ្លាមួយមានន័យមែនទេអញ្ចឹងបើជ្រុលជានិយាយពាក្យលើកទឹកចិត្តអ្នកដទៃនិយាយពាក្យល្អទៅកាន់អ្នកដទៃនិយាយល្អមកកាន់ខ្លួនឯងអញ្ចឹងបានន័យថាបើសម្ដីរបស់យើងជាអំណាចត្រូវប្រើពាក្យសម្ដីឲ្យមានការប្រុងប្រយ័ត្នបំផុតណាបងប្អូនហ្នឹងហើយប្រុងប្រយ័ត្នបំផុតហើយគាត់ថាដើម្បីធ្វើម៉េចឲ្យពាក្យសម្ដីរបស់យើងនិយាយទៅគ្មានកំហុសពាក្យសម្ដីដែលនិយាយដោយគ្មានកំហុសគឺជាពាក្យសម្ដីដែលនិយាយដោយទទួលខុសត្រូវបើតែគ្រប់ពាក្យយើងនិយាយទាំងអស់ត្រូវប្រយ័ត្នហើយបើនិយាយហើយគឺទទួលខុសត្រូវជាមួយពាក្យពេចន៍ហ្នឹងបាទណាបងប្អូនអញ្ចឹងក្នុងសៀវភៅហ្នឹងខ្ញុំចាប់អារម្មណ៍កន្លែងហ្នឹងខ្លាំងជាងគេគឺគាត់មិនចង់ឲ្យយើងនិយាយហើយស្ដាយក្រោយទេអញ្ចឹងមុននិយាយគិតពីព្រោះវាជាអំណាចនិយាយមិនស្រួលបាត់បង់អំណាចហ្នឹងហើយអញ្ចឹងនិយាយដោយការទទួលខុសត្រូវខ្លួនឯងផងដែរណាបងប្អូនអញ្ចឹងអរគុណសម្រាប់ការចូលរួមស្ដាប់នេះជាវីដេអូខ្លីៗតែប៉ុណ្ណោះបាទអរគុណច្រើន